បាទគ្រប់ជំរាបសួរបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទនៅកន្លឹះខ្លីៗក្នុងការប្រើប្រាស់កម្មវិធី Microsoft Word បាទប្រធានបទរបស់យើងថ្ងៃនេះនិយាយអំពីការប្រើប្រាស់ Quick Path បាទអញ្ចឹង Quick Path គឺជាការ save ទុកនៅផ្នែកណាមួយនៃអត្ថបទរបស់យើងដែលយើងច្រើនប្រើវាដដែលដើម្បីទាញយកមកប្រើវិញហ្នឹងវាលឿនបាទអញ្ចឹងកុំឲ្យពិបាកយើងធ្វើឡើងវិញដដែលទៅវាយូរអញ្ចឹងណាបាទអញ្ចឹងសូមមើលឧទាហរណ៍របស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាខ្ញុំមានគំរូព្រះរាជាណាចក្រកម្ពុជាអញ្ចឹងទៅលិខិតនេះជាធម្មតាលិខិតរដ្ឋបាលរបស់យើងជាទូទៅជាផ្លូវការហ្នឹងគឺតែងតែមានហើយកបាលលិខិតដាក់ព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រអីហ្នឹងអញ្ចឹងឲ្យតែយើងវាយគំរូលិខិតផ្សេងហ្នឹងគឺមានពាក្យហ្នឹងអញ្ចឹងណាបាទនៅក្បាលទំព័រអញ្ចឹងយើងធ្វើព្រះរាជាណាចក្រជាសាសនាព្រះមហាក្សត្រហ្នឹងយើងធ្វើទុកនៅពេលដែលយើងត្រូវការប្រើពេលក្រោយទៀតយើងគ្រាន់តែចុចវាមកคลิกពីคลิกមកគឺវាមានវាឲ្យមកឲ្យយើងហើយកុំឲ្យយើងខាត់ពេលវាយអញ្ចឹងយើងវាយទៅព្រះរាជាណាចក្រកម្ពុជាជាតិដកឃ្លាសាសនាព្រះមហាក្សត្របាទអញ្ចឹងយើងចុះបន្តទៀតយើងដាក់ symbol យើងដាក់ symbol យើងដូរដាក់ font ដាក់តែងមកដាក់លេខ3បាទហ្នឹងយើងចុចលើ keyboard បើសិនយើងចង់ចូលដាក់តាមមួយគឺយើងចូលទៅ insert មកយក symbol ហើយរើសនៅនេះអញ្ចឹងអានេះដោយសារខ្ញុំឃើញមានកម្រិតវាធំអញ្ចឹងខ្ញុំសេរីផ្ដាច់កម្រិតវាអស់អញ្ចឹងនេះមកចូលកន្លែងនេះមក spacing ហ្នឹងមកយក remove spacing បាទអញ្ចឹងអានេះយើងចុះបន្ទាត់មកហើយមកយើងដាក់ font ឆ្លាក់ឲ្យទុកអញ្ចឹងទៅព្រោះនៅក្រោមហ្នឹងជាទូទៅគឺ font ឆ្លាក់ហ្នឹងឯងអញ្ចឹងវាយបានគំរូប៉ុណ្ណឹងយើង save ប៉ុណ្ណឹងទុកប្រើយើងត្រូវការពេលក្រោយដែលត្រូវការនេះហ្នឹងយើងគ្រាន់តែចុចពី3 click គឺវាចេញមកហើយយើងពិបាកវាយបើនេះយើងត្រូវបដូរ font បដូរអីទៅរំវាយហើយឃើញច្រើននេះអញ្ចឹងវាត្រូវប្រើពេលតាមហ្នឹងដែរអញ្ចឹងដើម្បីធ្វើ Quick Path ហ្នឹងគឺយើងចូល insert យើងទីមួយយើងត្រូវ select លើអក្សរដែលយើងវាយហើយបន្ទាប់មកចូល insert ហើយចូលយកពាក្យថា Quick Path បាទអញ្ចឹងចូល Quick Path ហើយយកនេះ save select to Quick Path gallery បាទ save មកវាឲ្យដាក់ឈ្មោះចំណាំស្រួលរអញ្ចឹងណាបើសិនកាត់ឲ្យច្រើនអញ្ចឹងយើងដាក់ព្រះរាជាណាចក្រចឹងមកយើងស្រួលរពេលក្រោយទៀតអញ្ចឹងហើយយើងយកពាក្យ OK បាទអញ្ចឹងតែប៉ុណ្្នឹងមកឧទាហរណ៍បើសិនជាយើងត្រូវការពេលក្រោយនេះខ្ញុំលុបចោលសិនអញ្ចឹងបើត្រូវការឧទាហរណ៍វាយលិខិតមួយដែលមានព្រះរាជាណាចក្រនៅខាងលើហ្នឹងអញ្ចឹងចូល insert មកយក Quick Path យើងចុចមកនេះមុនដំបូងអត់មានទេនៅកន្លែងហ្នឹងដល់ពេលយើងធ្វើអញ្ចឹងហើយមានហើយអញ្ចឹងយើងคลิกមកនេះឃើញលឿនហើយបាទអញ្ចឹងយើងចងវាតុងអញ្ចឹងមកយើងលឿនអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនដែលប្រើប្រាស់កុំព្យូទ័រហ្នឹងមានឯកសារអីដែលច្រើនប្រើដដែលយកមកវាយនេះអីយើងចងអញ្ចឹងតុងមកអញ្ចឹងយើងគ្រាន់តែคลิกមកចេញមកអស់ហើយបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនា